បាទគោរពជំរាបសួរបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាបាទដែលបានអញ្ជើញមកដល់ channel រៀនភាសាចិនដោយមិនអស់លុយបាទអញ្ចឹងដូចបងប្អូនធ្លាប់បានរៀនហើយពីមេរៀនមុនគឺយើងរៀនអំពីស្រៈផ្សំបងប្អូនបាទអញ្ចឹងស្រៈផ្សំយើងគឺកើតចេញមកពីស្រៈផ្សេងផ្សំជាមួយនឹងស្រៈពិសេសដែលមានស្រៈ E ស្រៈ U ហើយនិងស្រៈ U បាទមេរៀនមុនយើងធ្លាប់បានរៀនហើយអំពីស្រៈផ្សំស្រៈផ្សេងផ្សំជាមួយនឹងស្រៈ E ហើយនឹងស្រៈ U បងប្អូនបាទអញ្ចឹងមេរៀននេះយើងនឹងមករៀនអំពីស្រៈផ្សំដែលស្រៈផ្សេងផ្សំជាមួយនឹងស្រៈ U សំឡេងធំបងប្អូនបាទ U ដែលសរសេរ U.2 ណាបងប្អូនបាទតើយើងផ្សំជាមួយនឹងស្រៈផ្សេងហ្នឹងតើស្រៈ U ហ្នឹងផ្សំទៅតើចេញទៅជាស្រៈអ្វីបងប្អូនបាទអញ្ចឹងយើងនឹងរៀននៅមេរៀននេះបាទអញ្ចឹងមេរៀននេះគឺស្រៈផ្សំទៅគឺយើងនឹងអស់ស្រៈផ្សំបងប្អូនបាទតោះឥឡូវយើងចូលចាប់ដើមអានទាំងអស់គ្នាបងប្អូន Fu Yun Mu ស្រៈផ្សំបាទអញ្ចឹងស្រៈ U សំឡេងធំឬសំឡេងធ្ងន់នេះគឺយើងសរសេរអក្សរ U.2 បងប្អូនគឺ U ណាអានថា U បាទស្រៈ U សំឡេងធំនេះសរសេរ U.2 បាទក៏ប៉ុន្តែនៅពេលដែលគេប្រើគឺគេអត់សរសេរ U.2 ទេគឺគេសរសេរតែអក្សរ U ឯងបងប្អូនវាដូចនឹង U ដែរណាតើយើងបែងចែកយ៉ាងម៉េចទៅឲ្យដឹងថាមួយណាជា U ហើយមួយណាជា U អញ្ចឹងយើងនឹងរៀននៅមេរៀនបន្តទៀតតែមេរៀននេះខ្ញុំនឹងបង្ហាញបងប្អូនបដាអំពីស្រៈ U នេះផ្សំជាមួយនឹងស្រៈផ្សេងតើវាចេញទៅជាស្រៈអ្វីបងប្អូនបាទតោះឥឡូវយើងចាប់ផ្ដើមស្រៈផ្សំគឺស្រៈ U.2 នេះគឺ U សំឡេងធ្ងន់នេះគឺពេលដែលយើងផ្សំជាមួយនឹងស្រៈ A បាទផ្សំជាមួយនឹងស្រៈ A ដែលគេសរសេរអក្សរ E ហើយនឹងមានបតក់មួយពីលើណាអាហ្នឹងគឺស្រៈ A ភាសាចិនណាបងប្អូនបាទអញ្ចឹង U A U E A ទៅជា U ណាទៅជា U ប៉ុន្តែនៅពេលដែល E នាំមុខគឺគេសរសេរថែមព្យញ្ជនៈ E ចូលគឺគេសរសេរ Y ចូលអញ្ចឹងគេសរសេរ Y U.2 ហើយនឹង E ណាបងប្អូន E ដែលមានមួកហ្នឹងអាហ្នឹងគឺ A ណាស្រៈ A បាទក៏ប៉ុន្តែដល់ពេលសរសេរមែនតែនគឺគេលុបអាចុច2ចេញបងប្អូន U ហ្នឹងគេលុបអាចុច2ចេញហើយនឹងE ដែលមានមួកពីលើហ្នឹងគឺស្រៈ A ភាសាចិនហ្នឹងគឺក៏គេលុបអាមួកបតក់ពីលើហ្នឹងចេញដែរអញ្ចឹងនៅសល់តែY U ហើយនឹង E ទេបងប្អូនបាទសល់ Y U ហើយនឹង E ណាអញ្ចឹងអាហ្នឹងគេអានថា U បាទ U បាទគេអានថា U A U U ណាបងប្អូនបាទអាហ្នឹងពេលដែល E U ហ្នឹងនាំមុខគេអត់មានជួនជាអ្នកផ្សេងនាំមុខគឺគេសរសេរ Y ចូលបងប្អូនហើយU ដែល U.2 ហ្នឹងគេលុបចុច2ចេញហើយនឹងA ដែលមានបតក់ពីលើហ្នឹងស្រៈ A ចិនដែលមានបតក់ពីលើហ្នឹងគេលុបអាបតក់ចេញនៅសល់តែ E ទេណាE ទេអញ្ចឹងសរុបមកគឺនៅសល់ U Y U ហើយនឹង E បាទអញ្ចឹងគេអានថា U A U ណា U A U បន្តមកទៀតគឺ U នឹងដដែល U បូកនឹង A ដដែលណា U A ទៅជាស្រៈ E ណា E A E ទៅជាស្រៈ U បាទគឺគេសរសេរU.2 ជាមួយនឹងA ស្រៈ A ចិនណាបងប្អូន A ដែលសរសេរអក្សរ E ដែលមានមួកពីលើហ្នឹងអាហ្នឹងស្រៈអញ្ចឹង U បូកនឹង A U A ទៅជាស្រៈ U ណាបងប្អូន U A U ប៉ុន្តែដល់សរសេរមែនតែនគឺគេលុបចុច2ចេញលុបអាលើ U លុបចុច2ចេញហើយនឹងលុប
បន្តក់ពីលើ e នឹងចេញបាទអាមួក a នឹងគេលុបចេញបាទអញ្ចឹងគេនៅសល់ u ហើយនឹង e បងប្អូននៅសល់ u ហើយនឹង e បាទអញ្ចឹងអាហ្នឹងគឺស្រៈ u ស្រៈ u បងប្អូនu a ទៅជាស្រៈ u នៅពេលដែល u ជាស្រៈបងប្អូននៅពេលដែល u ជាស្រៈអញ្ចឹង u a u អាហ្នឹងស្រៈ u ស្រៈ u នេះគឺសម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងណាបងប្អូនបាទអញ្ចឹងខ្ញុំលើកឧទាហរណ៍ដូចខាងក្រោមនេះបងប្អូនមើលខាងក្រោមនេះគឺអានថាយឺឃើញទេ u a u អ៊ីសឹងយឺអញ្ចឹងយឺហ្នឹងប្រែថាណាត់ឬក៏បបួលបាទការណាត់ជួបឬក៏ការបបួលគ្នាអញ្ចឹងណាបងប្អូនបាទហើយចំពោះយឺនេះបងប្អូនឃើញគេសរសេរy u ហើយនឹង e បាទ y u ហើយនឹង e អញ្ចឹងមកចេញមកពី u បូកនឹង a ណា u a u នៅពេលដែល u នឹងនាំមុខគេថែម y ចូលបងប្អូនហើយគេលុបបន្តក់2.2ពីលើ u ដែល u.2 ហ្នឹងគេលុប.2ហ្នឹងចេញហើយនឹងលុបមួកនៅលើ a ចេញនៅលើអក្សរ e អង់គ្លេសបងប្អូនលុបមួកនឹងចេញអញ្ចឹងនៅសល់តែ u ហើយនឹង e ទេប៉ុន្តែពេលដែល u ហ្នឹង e ហ្នឹងនាំមុខគឺគេថែម y ចូលបងប្អូនអញ្ចឹងគេអានថាយឺណាបាទបន្តមកទៀតគឺអានថាសឿហ្នឹងប្រែថារៀនឬក៏សិក្សាបងប្អូនអញ្ចឹងរៀនឬក៏សិក្សាហ្នឹងនេះវាចេញមកពីu ស្រៈ u បូកនឹងស្រៈ a ដែរ u a ទៅជាស្រៈ u ឃើញទេ u a u ដល់ពេលផ្សំជាមួយនឹងជញ្ជនៈ c មកទៅជា c u a ទៅជាសឿឃើញទេសឿសឹងសឿអញ្ចឹងសឿហ្នឹងប្រែថារៀនឬក៏សិក្សាអញ្ចឹងណាបងប្អូនបាទអញ្ចឹង u a ទៅជាស្រៈ u ស្រៈ u ហ្នឹងគឺសម្រាប់ប្រើជាមួយជញ្ជនៈផ្សេងណាស្រៈ u អញ្ចឹងស្រៈ u ហ្នឹងគឺគេសរសេរ u ហើយនឹង e បាទបងប្អូនបន្តមកទៀតយើងចូលដល់ u បូកនឹងអានណាបងប្អូន u សំឡេងធំហ្នឹងបូកនឹងអានអញ្ចឹង u អានទៅជាយឿន u អានយឿន u សំឡេងធំណាបងប្អូន u អានយឿនតែយឿននេះតាមពិតមកពី u ដែលសរសេរអក្សរ u.2 ហ្នឹងបូកនឹងអានក៏ប៉ុន្តែនៅពេលដែល u នាំមុខអត់មានជញ្ជនៈផ្សេងនាំមុខអញ្ចឹងគេត្រូវថែម y ចូលបងប្អូនគេត្រូវថែម y ចូលហើយគេអានថាយឿនណាអានថាយឿនដដែលទេមកពី u អានយឿនបាទតែនៅពេលដែលអត់មានជញ្ជនៈផ្សេងនាំមុខអញ្ចឹងស្រៈ u ហ្នឹងมันអាចនាំមុខបានទេអញ្ចឹងគេត្រូវថែមជញ្ជនៈ y ចូលបងប្អូនជញ្ជនៈ e ចូលហើយគេអានយឿនធំសំឡេងធំដដែលបងប្អូនតែពេលដែលរៀនយើងឃើញគេសរសេរ u.2 បងប្អូនបាទតែដល់ពេលសរសេរគឺគេអត់សរសេរ u ហើយ .2 ហ្នឹងទេគឺគេសរសេរតែ u ហើយនឹងអានទេ u a n អាហ្នឹងមកពី u អានយឿនណាបងប្អូនបាទតែនៅពេលដែលស្រៈ u ហ្នឹងនាំមុខ u នាំមុខអត់បានទេគេត្រូវថែម y ចូលណាត្រូវថែម y ហើយគេអានថាយឿនដដែលបងប្អូនបាទឧទាហរណ៍នៅខាងក្រោមទៅទៀតខ្ញុំនឹងបង្ហាញបាទចូលមកដល់កន្លែងនេះគឺ u អានទៅជាស្រៈអឿនស្រៈអឿនបងប្អូននៅពេលដែល u ជាស្រៈបាទអញ្ចឹង u បូកនឹងអានទៅជាស្រៈអឿនស្រៈអឿនណាបងប្អូនបាទ u អានអឿនសំឡេងធំបងប្អូនអឿនបាទតែ u.2 បាទដល់ពេលសរសេរមែនតែនទៅគឺគេអត់ប្រើ .2 ទេគេលុប .2 ហើយអញ្ចឹងនៅសល់តែ u a ហើយនឹង n ទេបងប្អូនអញ្ចឹងសល់ u a ហើយនឹង
n អាហ្នឹងចេញមកពីបូកនឹងអានបាទដោយសារ an ហ្នឹងគឺស្រៈអានបាទអញ្ចឹងអានទៅជាអឿនណាស្រៈអឿនអញ្ចឹងស្រៈអឿននេះគឺសម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងបងប្អូនបាទអញ្ចឹងយើងលើកឧទាហរណ៍ដូចខាងក្រោមនេះអញ្ចឹងឧទាហរណ៍ខាងក្រោមនេះគឺអានទៅជាយឿនពេលដែលនាំមុខបងប្អូនគេថែម y ចូលបាទអញ្ចឹងអានយឿនសានសឹងយឿនបាទយឿនហ្នឹងប្រែថាឆ្ងាយណាបងប្អូនបាទហើយបងប្អូនឃើញពេលសរសេរមែនតើគឺ u គេអត់មានចុច2ទេគឺគេលុបចុច2ចេញបងប្អូនតែអានថាអានយឿនសានសឹងយឿនចឹងបងប្អូនសានសឹងយឿនសំឡេងទី3អានថាយឿនប្រែថាឆ្ងាយបាទបន្តមកទៀតយើងឧទាហរណ៍ពាក្យថាស្វឿនជើប្រែថាជ្រើសរើសឬក៏ការជ្រើសរើសអញ្ចឹងបងប្អូនមើលពាក្យថាស្វឿនជើពាក្យស្វឿនហ្នឹងគឺមកពីស្រៈផ្សំគឺស្រៈបូកនឹងអានបូកនឹងអានទៅជាស្រៈអឿនណាបងប្អូនស្រៈអឿនអញ្ចឹងគេសរសេរ u a ហើយនឹង n បាទដែល a n ហ្នឹងគឺស្រៈអានបាទអញ្ចឹងដល់ពេលu a ហើយនឹង n ហ្នឹងគឺចេញជាស្រៈអឿនណាបងប្អូនស្រៈអឿនគឺដែលវាចេញមកពីហើយនឹងអានអញ្ចឹងអានទៅជាស្រៈអឿនបាទដល់ពេលគេប្រកបមក c អានស្វឿនសានសឹងស្វឿនបាទស្វឿនសំឡេងធំបងប្អូនឃើញទេអញ្ចឹងស្វឿនជើប្រែថាជ្រើសរើសឬក៏ការជ្រើសរើសណាបងប្អូនបាទអញ្ចឹងនេះស្រៈផ្សំបូកនឹង a ហើយនឹងបូកនឹងអានបងប្អូនបាទតោះបន្តមកទៀតយើងចូលដល់បូកនឹង n ណាបងប្អូនបូកនឹង n អញ្ចឹងបូកនឹង n ទៅជាបងប្អូនសំឡេងធំសំឡេងធ្ងន់ណាតែយើងសរសេរដាក់ in ប៉ុន្តែយើងអានដាក់ណាអក្សរខ្មែរយើងសរសេរ in តែការបញ្ចេញសំឡេងយើងបញ្ចេញសំឡេងធ្ងន់ណាបាទតែដូចគ្នាពេលសរសេរគឺនេះគឺគេសរសេរ u.2 បាទពេលយើងរៀននេះបាទ u.2 តែនៅពេលដែលនាំមុខគឺគេអត់សរសេរអក្សរ u នឹងទេគឺគេសរសេរថែមអក្សរ y បញ្ចេញជា e ចូលហើយគេអានថាខ្លួនឯងដដែលហើយចំពោះ u នេះ u.2 នេះនេះគេលុបចុច2ចេញអញ្ចឹងនៅសល់តែy u ហើយនឹង n ទេបងប្អូន y u ហើយនឹង n អាហ្នឹងចេញមកពី n ណាបាទ n ស្រៈតែពេលដែលស្រៈនាំមុខគេលុបចុច2នឹងចេញគេអត់ប្រើចុច2ទេ u បាទពេលសរសេរហើយគេពេលដែល u នឹងនាំមុខគឺគេត្រូវថែមជញ្ជនៈ y ចូលហើយគេអានថាខ្លួនឯងដដែលណាបងប្អូនបាទអញ្ចឹងមកដល់បូកនឹង n នឹងដដែលតែវាចេញទៅជាស្រៈស្រៈគឺមកពីបូកនឹង n ហ្នឹងបាទហើយគេសរសេរស្រៈគឺគេសរសេរ u ហើយនឹង n ណា u ហើយនឹង n បាទអាហ្នឹងស្រៈណាបងប្អូនពេលដែលរៀនយើងមាន u.2 អាហ្នឹងស្រៈតែដល់សរសេរមែនតើអត់ចុច2ទេបងប្អូនអត់ចុច2ទេគឺសរសេរតែ u ហើយនឹង n ទេអាហ្នឹងស្រៈណាមកពី n អាហ្នឹងស្រៈសម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងណាបងប្អូនអញ្ចឹងបងប្អូនឃើញ u ហើយនឹង n អញ្ចឹង u ហើយនឹង n អានេះយើងអានថាអញ្ចឹងបងប្អូនបាទអានថាអញ្ចឹងវាដូចគ្នានឹងមេរៀនមុនដែរគឺអក្សរ
ôn nó cứ u hay nằng ăn đài u ăn nó u ăn ôn dân sẽ xe u hay nằng ăn đài để ra tại u cho nhìn sạ u cứ dân sẽ xe sò u mày nè bạn hay đọc về sạ u này dân sẽ xe u chọi pi tại đọc về dân sẽ xe so men tên tới cứ ắt ra chọi pi thế chẳng cứ bong bóng ngò lại thà đánh chẳng đôi kia là xe u hay nằng ăn đôi kia nằng tại dân thuê dạng mách tự dân đăng thà mùi ná chía ý mùi ná chía u mùi ná chía ốn mùi ná chía mày nói bong bóng bạn chẳng dân nằng riêng bà to nó còng bạn rồi còn mày riêng bà to tiệt chẳng bong bóng chẳng khẳng còng ít nhom lợi của tê hò ta chẳng lợi của tê hò bịa thà prai tháp bột prai tháp bột các bong bóng chẳng bong bóng khơi nhé bột này kê sẽ vái dú hai nắng ăn vái dú hai nắng ăn hãy đặt sầm lên tì pi đó an thá chẳng mau pi bột nắng ăn á ăn bạn tại nó pel đài nó mốc cứ cái tham vài chỗ lòng còn hay để mình du chọi pi nó kẹt pra chọi pi để nè chẳng cái an tha bạn pra tháp bột mà chẳng ca pra cứ dân đang chụp nên nơi ca pra rồi có ca son tận nè nhom đang bằng hai bằng ôn lùm ắt mà này nhom còn đang bằng bài lùm ắt pi sạp so mùi sân đây bằng ôn nói bằng ôn chạm vô nè bạn và tạo màu tiết cứ bịa thá xuyến cháo prai thá xoay như rô bà rồi có ca xoay như rô chắc được cái này xuyến cháo này cứ cái sẽ x u hai nằng ăn mà tại sao tại u hai nằng ăn nó cứ sạ bạn mau pi bột nằng ăn chẳng ăn bạn đọc về c ăn tôi chịu xuyên chẳng các bạn bốn xuyên đọc về sáng cứ sầm lên tí pí an thá xuyến bà xuyến cháo cá xoài như rộp rồi có xoài như rộp và tập một tiết chỗ đó là bột nắng ăn bột nắng ăn ngon vồn sầm lên thốn á để du chọi pi nằng bà ấn tôi chia dòng bằng vồn bột nắng ấn tôi chia dòng á bằng vồn bạn tại du chọi pi nắng bây là Việt Nam mốc cứ kê trớ sẽ xe vài nó bằng cái tham vài chỗ cái ọt ai ở để du cho pi năng nằm một bàn tê cái năng chỉ sạ tê chẳng cái trớ tham vài nó tá nó bây là prá dòng đấy cứ kê sẽ xe vài ô ăn chi bạn vài ô ăn chi nó cứ dòng bằng bồn dòng đại về chơi máu phí bột năng ăn ấn dòng ná chẳng ưu tiên hóa men nơi khẳng còng nhóm ưu tiên hóa bàn tay dân làm ắt sẵn bạn và tỏ mà tiết cứ đã đá bột nâng ấn tôi chia sạ dòng đại kê sở xế ai ô ẩn chi nâng sạ dòng xâm rạp ra chỉ mối nâng chôn chỉ nếp xem nó bóng ổn xâm rạp ra chỉ mối chôn chỉ nếp xem trong bóng ổn chám bột nâng ấn tôi chia sạ dòng cái giờ sẽ ai ô anh chi anh dòng bằng con sạ dòng sầm rạp ra cho một chuyện nè xem bạn lão dương mơ ưu tiên ho khẳng cầu bằng con tỏ dòng cái anh thấy dòng prai thá pra rồi có pra rồi có ca pra giống bằng con bạn dòng trong bằng con khơi dòng này cái giờ sẽ ẩn dòng tay kê sở xe so vài ô ẩn chi bạn vái ô ẩn chi nó cứ an thay dòng sầm lên thì bốn sự sống dòng an thay dòng prai tháp pra nó bóng ổn bạn ai bịa tha môi tiết cứ bịa song tị bạn prai tháp bong ổn pro bạn bong ổn pro bạn bong ổn pro chân an thá song tị nó bong ổn bạn song tị chẳng bong ổn mơ bịa song tị năng cứ kê sở xế x ai
ing xing បាទដោយសារតែ i ong ហ្នឹងគឺស្រៈយ៉ងបងប្អូនស្រៈយ៉ងបាទស្រៈយ៉ងដល់ពេល x ហ្នឹងគឺអក្សរបញ្ជនជាអ្នក c បាទបញ្ជនជាអ្នក c អញ្ចឹង c u អឹងទៅជាសុងណាបងប្អូន បាទ c u អឹងទៅជាសុងឃើញទេសុងតែការសរសេរគឺគេសរសេរx i o n g បាទអញ្ចឹងអានថាសុងសុងសំឡេងទី1អានថាសុងទីបាទប្រែថាបងប្អូនប្រុសបាទបងប្អូនប្រុសអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនប្រុសហ្នឹងមានន័យថានៅក្នុងក្រុមគ្រួសារហ្នឹងមានបងប្អូនប្រុសហ្នឹងគេហៅថាបងប្អូនប្រុសអញ្ចឹងណាបងប្អូនបាទអញ្ចឹងសរុបមកគឺមេរៀននេះគឺបញ្ចប់ហើយបងប្អូនស្រៈផ្សំបាទដែលមេរៀនមុនយើងផ្សំ ស្រៈផ្សេងជាមួយនឹងស្រៈ e ហើយនឹងស្រៈ u បាទហើយមេរៀននេះយើងនឹងយើងរៀនផ្សំជាមួយនឹងស្រៈ u សំឡេងធំបងប្អូនបាទអញ្ចឹងមេរៀននេះមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងសរុបមកគឺស្រៈ3ហ្នឹងស្រៈពិសេសហ្នឹងគឺផ្សំជាមួយនឹងស្រៈផ្សេងហ្នឹងគឺចេញមកស្រៈផ្សំខាងក្រោមនេះទាំងអស់ហ្នឹងបងប្អូនបាទអញ្ចឹងមេរៀននេះក៏មានតែប៉ុណ្្នឹងដែរទេបងប្អូនបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តឬក៏មានប្រយោជន៍បងប្អូនជួយចុចlike និងចុច subscribe ម្នាក់មួយផងបងប្អូនរួចចុចសញ្ញាកណ្ដឹងផងដើម្បីទទួលបានមេរៀនល្អជារៀងរាល់ថ្ងៃបងប្អូនបាទហើយមួយវិញទៀតបងប្អូនជួយចុច share ម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងគាត់បានឃើញគាត់បានរៀនជាមួយគ្នាទាំងអស់គ្នាបងប្អូនបាទអញ្ចឹងយើងនឹងជួបគ្នានៅមេរៀនក្រោយទៀតអំពីសំឡេងភាសាចិនមាន5សំឡេងបងប្អូនការលើកដាក់សំឡេងផ្សេងបងប្អូនបាទអញ្ចឹងអរគុណបងប្អូនជម្រាបលាជួបគ្នានៅមេរៀនក្រោយទៀតបាទ